ដោយសារណាគាត់ធ្វើទៅគាត់អត់បានថាបញ្ញាវាអត់ត្រូវការអីបញ្ញាវាដឹងថាធ្វើបានហើយវាមិនចាំបាច់ទៅសុំអីទេបើយើងធ្វើបាបបានបាបហើយមែនអត់ហ្នឹងហើយវានៅកិច្ចបាបមួយទេតែបើយើងធ្វើបុណ្យគឺបានបុណ្យហើយអត់មានបុណ្យនឹងទៅណាចោលម្ចាស់ធ្វើនោះទេហើយបាបក៏ដូចគ្នាដែរអត់ខុសគ្នាទេពេលអញ្ចឹងស្ទើរពេលថាបុណ្យមានផលបាបមានផលមិនចាំបាច់តែពេលធ្វើបុណ្យអត់ប្រាថ្នាអីទេបើធ្វើបាបអត់មានប្រាថ្នាទេដល់ពេលធ្វើបុណ្យប្រាថ្នាធ្វើអាក្រក់អត់មានប្រាថ្នាដល់ពេលធ្វើល្អប្រាថ្នាទី4សោមនស្សសាកតាំងយានៈវបយុត្តតាំងសសង្ខារិកាមហាកុសលចិត្តតាំងមហាកុសលចិត្តកើតឡើងបានសោយអារម្មណ៍នៅសេចក្តីសោមនស្សរីករាយហើយប្រាជ្ញាបញ្ញាមានការបបួលនឹងនាំអាអ្នកធ្វើបុណ្យនាំធ្វើបុណ្យហ្នឹងมันមានបញ្ញាគេទៅបបួលទៅអ្នកអត់បញ្ញាមួយគ្នាទៅធ្វើដែរអត់បញ្ញាអត់គ្នាទៅមានន័យចាឧបេខាសហកតាំងយានៈសង្បយុត្តតាំងអសង្ខារិកាមហាកុសលចិត្តតាំងមហាកុសលចិត្តកើតឡើងព្រមដោយឧបេក្ខាវេទនាបានថាសោយអារម្មណ៍ជាកដាចិត្តជាបុណ្យនេះសោយអារម្មណ៍ជាកដាប្រកបដោយបញ្ញាมันមានការបបួលនាំនឹងមានកម្លាំងខ្លាំងបញ្ញាដែលមានកម្លាំងខ្លាំងតែถ้าគេឆ្លាតទេចិត្តគេនឹងនាំគេអត់មានរីករាយញ៉ាំញ៉ៃមកតែហៅថាមនុស្សម៉ត់ចត់មនុស្សដែលមានចិត្តស្មារតីហើយឆ្លាតរួមទី6ពេលការសហកតាំងយានៈសម្បយុត្តតាំងសសង្ខារិកាមហាកុសលចិត្តដែរមហាកុសលចិត្តកើតឡើងព្រមដោយឧបេក្ខាវេទនាបានថាចិត្តជាកុសលហ្នឹងជាមហាកុសលហ្នឹងមានការសោយអារម្មណ៍ដូចជាស្មារតីកណ្ដាប្រកបដោយបញ្ញាមានការបបួលនាំនោះគេបបួលទៅគេបបួលបានទៅធ្វើដែរតែមានបញ្ញាដែរហើយគាត់ថាវាសោយវាមានកម្លាំងសោយទី7ឧបេក្ខាសហកតាំងយានៈសម្បយុត្តតាំងអសង្ខារិកាមហាកុសលចិត្តតាំងមហាកុសលចិត្តដែលកើតឡើងព្រមដោយឧបេក្ខាវេទនាបានថាចិត្តជាបុណ្យនេះចិត្តជាកុសលនេះជាមហាកុសលនេះមានការសោយអារម្មណ៍ជាកណ្ដាប្រាជ្ញាបញ្ញាមិនមានការបបួលនាំហ្នឹងឯងបានថាធ្វើបុណ្យតែអត់ឆ្លាតតែជាអារម្មណ៍កណ្ដាមិនរីករាយក្នុងការធ្វើតែជាអារម្មណ៍កណ្ដាទី8ឧបេក្ខាសហកតាំងយានៈសម្បយុត្តតាំងសសង្ខារិកាមហាកុសលចិត្តតាំងមហាកុសលចិត្តកើតឡើងព្រមដោយឧបេក្ខាវេទនាប្រាជ្ញាបញ្ញាមានការបបួលនាំបានថាមហាកុសលចិត្តរួមទី8នេះព្រមដោយឧបេក្ខាគឺការសោយអារម្មណ៍ស្មើមិនរីករាយក៏មិនកាត់ទុកជាកណ្ដាលប្រាជ្ញាបញ្ញាមិនមានបញ្ញាមានការបបួលនាំហ្នឹងក៏គេបបួលធ្វើចាហើយក៏មិនរីករាយទេនៅក្នុងអារម្មណ៍ហ្នឹងវាហៅថាស្មើលោកអត់ញ៉ាំទៅចេះទៅហើយប៉ុន្តែគាត់ថាមិនរីករាយក៏មិនកាត់ទុកគេនៅក្នុងចន្លោះមិនទុកមិនសុខវានៅកណ្ដាលហើយយើងទៅធ្វើបុណ្យយើងសោយក្នុងនេះសុបាយហ្នឹងគេសោមនស្សបុណ្យនឹងសបោសោមនស្សសបោភាពវិញគ្នាពេលធ្វើបុណ្យសុបាយអត់សុបាយហ្នឹងគេសោមនស្សតែពេលធ្វើបុណ្យសុបាយអត់ហ្នឹងអានមិនឧបេក្ខាចឹងមានពីរបុណ្យណាយើងមានចែកអារម្មណ៍ពីរការធ្វើបុណ្យហ្នឹងមហាកុសលចិត្ត8ដួងបណ្ដាញមហាកុសលចិត្តទី8ទាំង8នោះនិយាយពីដួងទី1ក្នុងកាលណាបុគ្គលដែលបរិបូរដោយតយទានតយទានមានវត្ថុក៏បីឲ្យដូចជាកដូចជាចេកផ្លែឈើអីនំចំណីហៅតយទានណារបស់ដែលគួរឲ្យចាគេនិយាយរបស់គួរឲ្យតយទានរបស់ដែលមិនគួរឲ្យតែគេអត់និយាយរបស់ដែលមិនគួរឲ្យទេណាតែរបស់ហ្នឹងឲ្យទៅគេបានសុខដោយសាររបស់ហ្នឹងមិនមែនឲ្យទៅគឺឲ្យជាទៀនអីហើយវាឲ្យតោតែឧទាហរណ៍ដូចថាដូចសម្លៀកបំពាក់នេះពណ៌ខ្លះហ្នឹងមិនគួរគេពាក់តែពេលយើងឲ្យយើងពាក់អត់សូវមានសេរីយើងឲ្យគេពាក់អាហ្នឹងឲ្យមិនគួរឲ្យទេវាមិនក៏គេបោះចោលទុកប្រាប់ទៅចាបរិបូរដោយតយទានហ្នឹងជាវត្ថុដែលគាត់ឲ្យហ្នឹងបដិគាហកហ្នឹងបានអ្នកទទួលទានហ្នឹងតែយើងឲ្យគាត់ហ្នឹងគាត់ទទួលគេហៅថាបដិគាហកជាដើមឬក៏ហេតុនៃសោមនស្សយ៉ាងណាទៅមានសេចក្តីត្រេកអររីករាយបានថាសប្បាយចិត្តក្នុងការដែលឲ្យហ្នឹងសប្បាយចិត្តរីករាយធ្វើសមាធិប្រព្រឹត្តដោយដោយន័យថាទានដែលឲ្យមានផលយ៉ាងនេះសមាធិហ្នឹងគឺបានថាទានដែលឲ្យហ្នឹងមានផលហើយហ្នឹងចាំបាច់ប្រាថ្នាទេវាមានផលហើយចាំបាច់ប្រាថ្នានេះបានថាធ្វើដោយសមាធិពេលថាមានបញ្ញាហ្នឹងបានយល់ថាបុណ្យហ្នឹងវាមានផលហើយចាំបាច់ប្រាថ្នាអីទៀតវាមានផលហើយគេថាសមាធិហ្នឹងបានថាប្រកបដោយបញ្ញាដូច្នេះជាដើមទុកនៅខាងមុខគឺធ្វើដោយការគោរពនេះមិនរៀបថយគេមិនស្ដាយក្រោយមិនធាក់ធ្វើមិនចាំបាច់ឲ្យអ្នកដទៃមកបបួលទេប្រឹងប្រែងធ្វើបុណ្យមានការឲ្យទានជាដើមនោះក្នុងកាលនោះចិត្តរបស់បុគ្គលនោះជាចិត្តដែលសង្កហៈដោយសោមនស្សសម្បយុទ្ធដោយញាណហ្នឹងញាណបញ្ញាជាអសង្ខារិកអនុមោទនី